មកម្ហូបមួយមុខនេះបងប្អូនអរគ្នាធ្វើម្ដង5នាទីហងបានញ៉ាំហើយជាមុខម្ហូបដែលអ្នកផ្ទះខ្ញុំគាត់ចូលចិត្តញ៉ាំទៀតនិយាយទៅយើងធ្វើជាអាហារពេលព្រឹកក៏បានយើងសម្រាប់ញ៉ាំថ្ងៃត្រង់ក៏បានដែរបងប្អូនហើយជាដំបូងហ្នឹងគឺខ្ញុំចាប់ផ្ដើមមកចៀនពងមាន់ដើម្បីទុកដាក់ពីលើបាយស្រូបរបស់យើងហ្នឹងបងប្អូនអរគ្នានិយាយទៅឆាសាច់គោម្រះប្រៅហ្នឹងបើយើងមានជាមួយនឹងពងមាន់ចៀនជាប់ភ្នៅទៀតគឺកាន់តែឆ្ងាញ់ណាបងប្អូនចានិយាយទៅយើងបាច់ចៀនឆ្អិនពេកទេនេះបន្ទាប់ពីខ្ញុំចៀនពងមាន់ហើយខ្ញុំបន្ថែមជាមួយនឹងខ្ទឹមយើងច្រាំហ្នឹងបងប្អូនចាយើងដាក់ពងរៀងឈ្ងុយតិចមកបន្ទាប់មកចាំយើងដាក់សាច់គោក៏យើងអត់សូវឆាឆ្អិនពេកដែរបងប្អូនអរគ្នាចាយើងឆាមកល្មមនេះយើងគោត្រឡប់សាច់គោជាមួយនឹងខ្ទឹមឲ្យវាក្លិនឈ្ងុយល្អហើយយើងចាប់ផ្ដើមថែមគ្រឿងនិយាយទៅគ្រឿងគឺខ្ញុំលាយឲ្យស្រេចតែម្ដងបងប្អូនគាត់ថាយើងដួសយកមកដាក់ហ្នឹងគឺរសជាតិមកល្មមឆ្ងាញ់អញ្ចឹងណាបើសិនជាយើងចូលចិត្តប្រៃអីយើងថែមអំបិលតិចទៀតទៅតែបើថារសជាតិទឹកសោសរបស់ខ្ញុំហ្នឹងគឺខ្ញុំធ្វើមកល្មមឆ្ងាញ់តែម្ដងហើយសាច់គោថ្ងៃហ្នឹងខ្ញុំប្រើ3ខាំអញ្ចឹងខ្ញុំប្រើជាមួយទឹកសោសយើង3វែកផងដែរហើយចំពោះម្ទេសគឺខ្ញុំដាក់តាមចំណូលចិត្តរបស់ខ្ញុំអញ្ចឹងបងប្អូនអរគ្នានិយាយទៅមកយើងចូលចិត្តហឹរជាងហ្នឹងអីគឺយើងដាក់ម្ទេសយើងច្រើនតិចទៅនេះបន្ទាប់ពីយើងឆាគោត្រឡប់ហើយឃើញថាវាឡើងឈ្ងុយតិចហើយយើងបន្ថែមជាមួយនឹងទឹកបន្តិចចូលទៅប្រៅនេះចំពោះបន្លែគ្រឿងផ្សំអីហ្នឹងក៏អត់មានអីច្រើនដែរយើងដាក់តែម្រះប្រៅនិយាយទៅបើសិនជាបងប្អូនអរគ្នាចូលចិត្តជាមួយនឹងសណ្តែកគួរឬក៏ម្ទេសផ្លោកអីយើងដាក់បន្ថែមទៀតក៏បានដែរប៉ុន្តែបើថាខ្ញុំឆាម្ដងខ្ញុំខ្ជិលទិញបន្លែអីច្រើនណាបងប្អូនខ្ញុំដាក់តែម្រះប្រៅហ្នឹងហើយបន្ទាប់ពីយើងឆារៀងខាស់ទឹកបន្តិចហើយយើងបន្ថែមជាមួយនឹងម្រះប្រៅចូលទៅហើយយើងត្រឡប់វាចុះឡើងបន្តិចទៅប៉ុណ្ណឹងគឺរួចរាល់ជាការស្រេចហើយបងប្អូនអរគ្នានិយាយទៅមុខម្ហូបដែលថាធ្វើលឿនជាងគេមានអីទេក្រៅពីឆាហ្នឹងឯងបងប្អូនហើយសំខាន់បើសិនជាយើងបានលាយគ្រឿងជាមួយនឹងរសជាតិទឹកសោសរបស់យើងរួចរាល់អញ្ចឹងទៀតណាទោះដាក់យកពេលដែលយើងដាក់ម្រះប្រៅចូលហើយនិយាយពីថាឈ្ងុយក្លិនមែនទែនបងប្អូនអរគ្នាដល់ពេលស្លោះហើយឃ្លានបាយល្មមនិយាយទៅបើយើងបានញ៉ាំក្តៅទៀតគឺកាន់តែឆ្ងាញ់ហើយយើងឆាសាច់គោម្រះប្រៅរបស់យើងហ្នឹងយើងដាក់ទឹកប៉ែកបានហើយបងប្អូនអរគ្នាកុំឲ្យប្រើទឹកច្រើនពេកព្រោះអីបើដាក់ទឹកច្រើនពេកហ្នឹងយើងយកមកស្រូបលើបាយក៏វាអត់ឆ្ងាញ់ដែរតែប៉ុណ្្នឹងគឺយើងផ្លត់ភ្លើងមកយើងដួសដាក់ស្រូបលើបាយយើងតែម្ដងហើយរសជាតិគឺមកល្មមឆ្ងាញ់ព្រោះអីទឹកសោសរបស់យើងលាយគ្រឿងរួចរាល់ហើយអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងរសជាតិវាល្មមឆ្ងាញ់តែម្ដងហើយយើងចាប់ផ្ដើមរៀបចំដួសដាក់ចានបាយយើងមកហើយយើងបន្ថែមជាមួយនឹងពងមាន់ដែលយើងបានចៀនមកគ្រាប់មុនមិញហ្នឹងមកហើយជ្រលក់ជាមួយនឹងទឹកត្រីញិចម្ទេសហឹរគឺដឹងឲ្យជាតិឆ្ងាញ់ហ្មង